តើត្រីនោះជារបស់ខ្ញុំចាប់បានវាមុនមិនមែនទេខ្ញុំឃើញមុនហើយខ្ញុំកំពុងចាប់វាឯងចេញទៅឆ្ងាយបើអញ្ចឹងឯងចង់ឈឺសាច់មែនចូលមកយើងមិនខ្លាចឯងទេចាំទទួលទៅចឹងយើងទៅរកទន្សាយវាជាអ្នកឆ្លាតបំផុតខ្ញុំសង្ឃឹមថាវានឹងកាត់ក្តីឲ្យខ្ញុំឈ្នះអូអ្នកទាំងពីរទៅណានឹងដូចជាមានរឿងអ្វីទន្សាយសូមជួយកាត់ក្តីតើលួចត្រីខ្ញុំមិនមែនទេវាជារបស់ខ្ញុំសូមរៀបរាប់ឲ្យខ្ញុំស្ដាប់លំអិតខ្ញុំចាប់បានត្រីមុនខ្ញុំឃើញមុនម្ខាងនិយាយថារបស់ខ្លួនម្ខាងទៀតនិយាយថារបស់ខ្លួនបើអញ្ចឹងវាមិនចប់ទេរឿងនេះត្រីមួយឲ្យខ្លាមួយឲ្យតោហើយត្រីទី3ជាចំណែករបស់ខ្ញុំអីយើងឆ្លក់ធ្វើអ្វីទៅចែកគ្នាក៏បានខ្ញុំយល់ហើយតោសុំទោសមិត្តភាពសំខាន់ជាងត្រីមួយក្បាលយើងខ្លាយជាមិត្តវិញទៅបាទមិត្តភាពគឺល្អបំផុតសុខដុមក្នុងព្រៃជាក្តីសុខរបស់យើងសន្តិភាពចាប់ផ្ដើមពីចិត្តល្អតូចៗ